សពថ្ងៃនេះតដើមគ្នាធ្វើធំតែมันតដើមគ្នាដើម្បីធ្វើការរៀនសូត្រដើម្បីឲ្យមានចំណេះដឹងមានបទពិសោធន៍អីទេតើវាមានគុណវិបត្តិអ្វីខ្លះសម្រាប់ទូនាទីដែលយើងចង់បានតែអត់មានចំណេះដើម្បីទៅធ្វើឬក៏ដើម្បីទៅកាន់កិច្ចការឬក៏ទូនាទីទាំងនោះអញ្ចឹងវាប្រៀបដូចជាវងខ្លាដែលដឹកនាំដោយជាមអញ្ចឹងខ្លាខ្លាំងតែជាមគឺអត់ខ្លាំងទេខ្វះចំណេះខ្វះភាពក្លាហាននិយាយខ្លីគឺខ្វះអ្វីៗគ្រប់យ៉ាងបើចង់ធ្វើធំត្រូវតែរៀនសូត្រឲ្យប្រកែហើយសមត្ថភាពនោះទៀតសោតឲ្យខ្លាំងលើសគេលើឯងបើចង់បានធំវាគឺជារឿងត្រឹមត្រូវហើយឧទាហរណ៍បើយើងចង់តកែកន្លែងណាមួយឲ្យល្អតើតែយើងមានសមត្ថភាពប្លែកពីអ្នកមុនមានប្រសិទ្ធភាពជាងអ្នកមុនមានបច្ចេកទេសក្នុងការធ្វើម៉េចឲ្យប្រសើរជាងអ្នកមុនតែបើយើងអត់រៀនអត់មានសមត្ថភាពគ្រប់គ្រាន់ហើយចង់ធ្វើធំដោយអត់ដឹងកិច្ចការនានាឧទាហរណ៍ជាក់ស្ដែងឧទាហរណ៍ថាការងាររដ្ឋបាលចុះអត់ដឹងថាចុះកន្លែងហត្ថលេខាកន្លែងណាតម្រង់លិខិតបែបណាក៏អត់យល់បើសួរគេសួរឯងហើយពេលឡើងធ្វើសន្ទរកថានោះគឺរដាក់រដុកគ្មានខ្លឹមសារខ្វះចំហនៃការដឹកនាំខ្វះបច្ចេកទេសនិយាយឲ្យគេស្ដាប់ថាចង់ចែកម្លែកអីតែបើយើងមិនមានចំណេះផងតើបានអីចែកម្លែកគេឧទាហរណ៍ថាអ្នកស្ដាប់យើងសុទ្ធតែអ្នកមានចំណេះមានបទពិសោធន៍ច្រើនបើយើងអត់ចំណេះផងតើបានអ្វីទៅនិយាយប្រាប់គេអញ្ចឹងមានតែដាក់រដុកដើម្បីគឺថាដើម្បីនឹងឯងនៅបានប្រយោជន៍អីនេះគឺផ្ដោតទៅលើការនិយាយហើយមួយទៀតបើរៀបផែនការឲ្យគេធ្វើការទៀតចាត់ចែងមនុស្សខុសរយៈខុសបើយើងធ្វើការធំហើយអត់ចេះប្រើមនុស្សមានក្នុងដៃសុទ្ធតែល្អមានធនធានហើយអត់ចេះប្រើទៀតគឺមានន័យថាអន់ហើយបច្ចេកទេសដឹកនាំហ្នឹងគឺអន់មែនទែនអ្វីដែលសំខាន់បំផុតគឺនាំគ្នារៀនខំរៀនឲ្យបានច្រើនស្រូបយកបទពិសោធន៍ឲ្យបានច្រើនហើយទៅកាន់ទូនាទីណាដែលយើងប្រាថ្នាមានន័យថាដាក់ទៅគឺកន្លែងហ្នឹងភ្លឺស្វាងការងាររីកចម្រើនព្រោះយើងមានបំណងយើងបានត្រៀមតែឧទាហរណ៍មួយទៀតអ្នកខ្លះអត់ប្រឹងរៀនមិនយល់ពីការងារច្បាស់ផងតែចង់ធ្វើអ្នកដឹកនាំគេដល់ពេលធ្វើការងារអត់កើតគឺពិបាកហើយអន្តរាយហើយដល់ពេលអន្តរាយម្នាក់ឯងមិនមែនអត់ទេគឺប៉ះពាល់ដល់ស្ថាប័នទាំងមូលតែម្ដងបើយើងខ្វះសមត្ថភាពណាគួរតែទុកអាប្រអប់នោះឬក៏ចន្លោះទូនាទីនឹងឲ្យអ្នកផ្សេងណាដែលមានសមត្ថភាពអាចកាន់ទូនាទីនោះបាន